ឧទាហរណ៍ថាឥឡូវយើងមានតារាងមួយដែលមាន column មួយជា province មួយទៀតជា school មួយទៀតជា month ហើយមួយទៀតជា beneficiary ឥឡូវឧទាហរណ៍ថាយើងចង់ដឹងថាតើនៅក្នុង school មួយមាន beneficiary ប្រមាណតើនៅក្នុង tableau យើងធ្វើម៉េចនៅក្នុង tableau គេមានរូបមន្តមួយឈ្មោះថារូបមន្ត fix ហ្នឹងគឺជារូបមន្តមួយក្នុងចំណោមរូបមន្ត3នៃ LOD ថ្ងៃមុនយើងបានរៀនមួយរួចហើយពី exclude ឥឡូវនេះយើងនឹងមើលមួយទៀត fix ហើយថ្ងៃក្រោយយើងនឹងរៀនមួយទៀតពី include វិញម្ដងណាឥឡូវយើងចូលទៅ tableau បងប្អូនគ្នាទៅតើយើងអាចប្រើរូបមន្ត fix បានយ៉ាងម៉េចឥឡូវខ្ញុំដកនេះចោលសិនខ្ញុំលុប fix នេះចោលបាទឥឡូវឧទាហរណ៍ថាក្នុងករណីនេះគឺខ្ញុំបានភ្ជាប់ tableau របស់ខ្ញុំទៅជាមួយ data source របស់ខ្ញុំនេះហើយណានេះ data source របស់ខ្ញុំនេះជាតារាង Excel នេះហើយឥឡូវនេះអ្វីដែលខ្ញុំត្រូវធ្វើគឺខ្ញុំចង់ដឹងថាតើសាលារៀននៅក្នុងខេត្តទាំងពីរគឺខេត្តបន្ទាយមានជ័យហើយនិងខេត្តសៀមរាបនេះមាន beneficiary ប្រមាណអញ្ចឹងខ្ញុំចង់ដឹងពីសាលារៀនហ្នឹងខ្ញុំចាប់សាលារៀនមកយកមកដាក់នៅក្នុង row មកអញ្ចឹងសាលារៀនចេញហើយណាគឺសាលារៀនមាន3ទេគឺ A B C តែបើយើងមើលនៅក្នុង Excel សាលារៀនវាមានលើស3តែតាមការពិតវាជាសាលាដែលត្រួតស៊ីគ្នាណាដល់ A B មាន C មួយទៀតអត់ត្រួតស៊ីគ្នាណាអញ្ចឹងតាមលុយវារាប់ unique គឺរាប់ A B និង C ប៉ុន្តែដល់ទៅពេលចំនួន beneficiary អ្នកទទួលផលនៅសាលាមួយគឺវាបូកឲ្យបញ្ចូលគ្នាណាឥឡូវយើងធ្វើម៉េចដឹងថានៅក្នុង beneficiary សាលា A មានប្រមាណ beneficiary សាលា B មានប្រមាណនិង beneficiary សាលា C មានប្រមាណអញ្ចឹងខ្ញុំប្រើរូបមន្ត fix ខ្ញុំដាក់ថា fix នេះអូខេហើយខ្ញុំដាក់ថានិយាយសួរចំណាំដាក់ថា school ទៅតមកខ្ញុំវាយរូបមន្ត fix បាទចេញហើយអញ្ចឹងខ្ញុំ enter វាមកបន្តយើងចង់ fix អីយើងចង់ fix ទៅលើ school គឺយើងចង់រាប់ទៅលើ beneficiary នៅតាម school នេះជ្រើស school មកចុចសញ្ញានេះត្រូវនេះមកហើយយើងឲ្យរាប់ណាយើងចុចទៅ sum ឲ្យរាប់អីរាប់ beneficiary អញ្ចឹងចុច beneficiary ទៅបិទគ្នាមកវិញវាដាក់ថា the calculation is valid មានន័យថាប្រមូលយើងនេះតាមត្រូវឲ្យអូខេមកអញ្ចឹងយើងចាប់ fix នឹងមកដាក់កន្លែងនេះមកនេះទិន្នន័យចេញហើយគឺនេះគឺជាចំនួន beneficiary ក្នុងសាលា A គឺមាន60 B 55និង C 25ឥឡូវយើងរាប់មើលត្រឹមត្រូវទេសាលា A 60មិញណានេះ A 30 A 20ទៀត50 A 10ទៀត60 B 20 B 20ទៀត40 B 15ទៀត55ហើយសាលា C 25អញ្ចឹងទិន្នន័យនេះត្រឹមត្រូវហើយណាគឺ A មាន60 B មាន55ហើយ C មាន25ចុះឥឡូវបើសិនជាយើងអត់ចង់ឲ្យវារាប់ទៅតាមសាលាទេយើងចង់ឲ្យរាប់ទៅតាមខេត្តវិញយើងធ្វើម៉េចអញ្ចឹងយើងចូលកន្លែងដដែលនេះចុចឲ្យលើនេះមកហើយចុចលើ create calculated field នេះមកឥឡូវយើងឧទាហរណ៍យើងដាក់ថា fix ដដែលប៉ុន្តែឥឡូវនេះយើងចង់ឲ្យវារាប់ទៅតាមខេត្តវិញណាអញ្ចឹងខ្ញុំដាក់ចំណងជើងដាក់ទៅខ្ញុំដាក់ province ដើម្បីងាយស្រួលចំណាំទៅប៉ុណ្្នឹងទេអញ្ចឹងខ្ញុំវាយ fix ដដែល fix ទៅលើអី fix ទៅលើ province ព្រោះខ្ញុំចង់ឲ្យវារាប់ province ណានេះ province របស់នេះចុចសញ្ញាផ្នែកមន់2មកបន្តមកទៀតខ្ញុំចង់វាបូកសរុបទៅលើ beneficiary នៅតាម province ទាំងអស់ហ្នឹងណាហើយខ្ញុំចុចគ្នាបិទវិញមកបាទអញ្ចឹងthe calculation content error if field or logical table name fix already exist វាប្រាប់ថាឈ្មោះហ្នឹងមានរួចហើយអញ្ចឹងឥឡូវខ្ញុំដាក់ថា fix province ណាដាក់ចេះឲ្យខុសពីមុនតិចបាទអញ្ចឹងវាខុសហើយពីមុនហើយចំណងជើងអញ្ចឹងវាដាក់
lấy chấm đo sẽ là điền chánh hay chấm đã provincial châu với mà để chụp cho thị bò mình nó vừa mơ bài trắng biết gặp thá ok xung tục đấy lọm màu vĩnh ok chẳng thêm chạp giữa provin giữa mặt đạc là province nhé provinceต่อมอกchăm chạp doรูปมนในdương bằng càn mấy cái fit provincial này cho mặt đạc mà và chắc bong ôn khởi mình tìm mình cháy beneficiary bỏ dưới tổng óc thì mình cài sắp sim rip thì miến ca sắp hay bây giờ trong đăng sọc miền mát cho giờ analyze đi nó sẽ giờ total bây giờ số column grand total thì prap tha sọc đó mình mới xài sắp lấy tầm trời đó dương về mất ở mình mới xài sắp mà mới xài sắp Excel bộ bài prap mới xài sắp nhé tránh ở con tra nó nhầm miền phần năng trong chạy về cho muốiគឺមានថាបើបងប្អូនប្រើរូបមន្ត fix គឺមានន័យថាបងប្អូនចង់មើល cross table ទៅលើអីមួយបើបងប្អូនចង់មើលទៅលើ fix ទៅលើ province beneficiary សរុបនៅ province បងប្អូនប្រើរូបមន្ត fix ជាមួយ province ទៅហើយឲ្យភ្ជាប់ជាមួយនឹងរូបមន្តបូក beneficiary ទៅហើយបើបងប្អូនចង់មើលចំនួន beneficiary នៅក្នុង school បងប្អូនប្រើ fix school នឹងមកហើយដាក់សាំបូក beneficiary នឹងទៅវានឹងប្រាប់ចំនួន beneficiary តាម school បាទអរគុណច្រើនអ្នកជួបគ្នានៅមេរៀនក្រោយទៀត